ប្រទះឃើញពលរដ្ឋចំនួន41នាក់ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឫស្សីមួយកន្លែងបំរុងនឹងធ្វើការឆ្លងដែនទៅថៃខុសច្បាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្រឡៅនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានត្បាតតាមភូមិសាស្ត្រប្រទះឃើញពលរដ្ឋចំនួន41នាក់ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឫស្សីមួយកន្លែងបំរុងនឹងធ្វើការឆ្លងដែនទៅថៃខុសច្បាប់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនៅចំណុចភូមិកណ្ដាលឃុំអូស្រឡៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យថ្ងៃពុធ11ខែចែកឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី23ខែមេសាឆ្នាំ2025កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកអូស្រឡៅនិងប្រជាការពារបានត្បាតតាមភូមិសាស្ត្របានប្រទះឃើញពលរដ្ឋចំនួន41នាក់ស្រី18នាក់ក្មេង6នាក់ស្រី2នាក់ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឫស្សីមួយកន្លែងរួចបាននាំយកខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្រឡៅដែលមកពីខេត្តចំនួន4រួមមានខេត្តបន្ទាយមានជ័យចំនួន17នាក់ពីខេត្តព្រៃវែងមានចំនួន4នាក់ខេត្តបៃលិនមានចំនួន5នាក់ពី4ខេត្តបាត់ដំបងមានចំនួន15នាក់កម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការអប់រំនិងធ្វើកិច្ចសន្យានិងណែនាំឲ្យពួកគាត់ឲ្យធ្វើឯកសារស្របច្បាប់ដើម្បីងាយស្រួលឆ្លងដែន